តោះអញ្ជុលហាត់ទី4ហាត់ទី4បន្ទុកធ្វើតេស្តលើសិស្សមួយក្រុមបានលទ្ធផលលើខាងក្រោមបន្ទុក4 5 6 7 8ចំនួនសិស្សគេរក y ដើម្បីឲ្យមេយ៉ានគឺបន្ទុក6នេះមេយ៉ាននេះនៅកដាល6នៅកដាលអញ្ចឹងចំនួនតួទាំងអស់យើងបូកចូលគ្នានេះចំនួនតួទាំងអស់នេះ y នេះអត់ដឹងប្រមាណទេតែបើនឹងនៅកដាលលួតត្រាតែអាខាងនេះបូកខាងនេះធំជាងអាពីរនេះហើយវាតូចជាងអា3នេះអញ្ចឹងយើងដាក់មេយ៉ានបន្ទុក6លុះត្រាតែចង់ឲ្យ6នោះជាបន្ទុកដែលនៅកណ្ដាលគេលុះត្រាតែបូកចូលគ្នាធំជាងខាងនេះលុះត្រាតែយើងបានប្រព័ន្ធ2ប្រព័ន្ធគឺ12បូកឲ្យ y ធំជាង5បូក7ហើយអា3នេះបើបូកគ្នាចូលគ្នាសរុបទាំងអស់វាអាលេខ6នេះចុងក្រោយគេនេះគឺតួទី22ចឹងអានេះវាអាចហួសធំអាចធំជាង22ទេចឹងវាតូចជាងវិញចឹង12បូក y ដែលតូចជាងវិញតូចជាង5បូក7បូក10ចឹងយើងដោះស្រាយវាមកអានេះy ធំជាងអានេះ12នេះ12 អានេះវិញ y តូចជាង22 ចឹង y ធំជាង0ហើយមួយទៀត y តូចជាងអានេះតូចជាង10ចឹងគេឲ្យរក y ចឹង y ដូចនេះ y ស្មើy មានច្រើន y តូចធំជាង0តូចជាង10ចឹង y ស្មើប៉ុន្មានខ្លះស្មើ1ធំជាង0នេះ1មាន2 3 4 5 6 7 8 9 10